សូមជម្រាបសួរលោកគ្រូខ្ញុំបានឈ្មោះធីវសុផូរៀនថ្នាក់លេខរៀងទី10នៅក្នុងបញ្ជីថ្ងៃនេះខ្ញុំសូមធ្វើការសង្ខេបមេរៀនជំពូកទី4ជាវីដេអូផ្ញើជូនលោកគ្រូក្នុងរយៈពេលប្រហែលជារង្វង់10នាទីអញ្ចឹងពាក់ព័ន្ធជាមួយនឹងជំពូកទី4នេះដែរគឺពាក់ព័ន្ធជាមួយមេរៀនគឺការវិតម្លៃបែបស្ថាបនាដែលបង្កប់នៅក្នុងដំណើរការបង្រៀនអញ្ចឹងចំណុចដែលយើងពាក់ព័ន្ធជាមួយការចាប់ផ្ដើមនេះយើងត្រូវសួរថាតើអ្វីទៅជាការវិតម្លៃបែបស្ថាបនាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិតម្លៃបែបស្ថាបនាហ្នឹងគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សក្នុងការផ្ដល់មតិកែលម្អអញ្ចឹងបានន័យថាបើពាក់ព័ន្ធជាមួយនឹងការវិតម្លៃបែបស្ថាបនាហ្នឹងគឺដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សហើយនឹងការផ្ដល់មតិកែលម្អហ្នឹងគឺយើងអាចជួយសម្រួលយុទ្ធសាស្ត្របង្រៀនដើម្បីបង្កើនសមិទ្ធផលសិក្សាអញ្ចឹងយើងនេះជាសេចក្តីផ្ដើមអញ្ចឹងយើងចូលមកដល់ចំណុចបន្តមកទៀតគឺប្រភេទនៃការវិតម្លៃបែបស្ថាបនាអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រភេទនៃការវិតម្លៃបែបស្ថាបនាហ្នឹងយើងបានបែងចែកជា2ប្រភេទធំៗគឺទី1គឺពាក់ព័ន្ធជាមួយនឹងការវិតម្លៃបង្កប់នៅក្នុងមេរៀនអញ្ចឹងអាហ្នឹងពាក់ព័ន្ធជាមួយការវិតម្លៃបង្កប់នៅក្នុងមេរៀនហ្នឹងគឺយើងធ្វើឡើងនៅក្នុងពេលដែលបង្រៀនផ្ទាល់បើណាreal time អញ្ចឹងបើបង្រៀនផ្ទាល់តាមរយៈការសង្កេតនិងការសួរដេញដោលអញ្ចឹងវាអាចកាត់ឡើងដោយភាពចៃដន្យអញ្ចឹងបានថានៅពេលដែលយើងពងបរៀនសិស្សទៅសិស្សអាចយើងអាចសួរនាំសិស្សក្នុងលក្ខខណ្ឌដែលវាចៃដន្យបានន័យថាក្នុងបរិបទណាមួយដែលគាត់កំពុងធ្វើអ្វីមួយឬកំពុងដល់ចំណុចណាមួយគាត់មិនចេះថងចំណុចណាឬគាត់មិនយល់ថងចំណុចណាគឺគាត់អាចសួរមកយើងគឺគ្មានការគ្រោងទុកឲ្យពាក់ព័ន្ធនឹងការងារហ្នឹងពាក់ព័ន្ធមួយចំណុចហ្នឹងគឺចំណុចហ្នឹងគឺទៅពេលដែលគាត់អត់យល់គាត់សួរយើងភ្លាមឬក៏គាត់តាក់ក្នុងចំណុចណាមួយយើងអាចនឹងបញ្យល់គាត់ភ្លាមអញ្ចឹងជាចំណុចដែលគ្មានការព្រៀងទុកទេគឺបរៀនជាលក្ខណៈដែលយើងអាចប្រាប់គាត់ស្ថាបនាទៅគាត់ក្នុងរយៈក្នុងពេលដែលភ្លាមផ្ទាល់ក្នុងមេរៀនភ្លាមតែម្ដងអញ្ចឹងពាក់ព័ន្ធមួយចំណុចទី2បន្តមកទៀតពាក់ព័ន្ធនឹងប្រភេទនៃការវិតម្លៃបែបស្ថាបនាគឺមួយទៀតគឺការវិតម្លៃលទ្ធផលពីការប្រឡងបានន័យថាពាក់ព័ន្ធមួយការប្រឡងហ្នឹងគឺជាចំណុចមួយការស្ថាបនាត្រង់ថានៅពេលដែលយើងដាក់មេរៀនឬក៏លំហាត់ឬក៏វិញ្ញាសានៅគាត់ប្រឡងហើយយើងបានទទួលលទ្ធផលពីគាត់មកនៅពេលគាត់ធ្វើហើយយើងកែលទ្ធផលឲ្យគាត់ជូនគាត់ទៅថាគាត់អាចធ្វើបានល្អកម្រិតណាឬក៏នៅខ្សោយចំណុចណាខ្លាំងចំណុចណាយើងអាចធ្វើការកែលម្អឲ្យគាត់បានអញ្ចឹងនេះគឺជាចំណុចទី2នៃការប្រភេទនៃការវិតម្លៃបែបស្ថាបនាហ្នឹងអញ្ចឹងសង្ខេបមកវិញគឺអពន្ធជាមួយនឹងប្រភេទនៃការវិតម្លៃបែបស្ថាបនាគឺមាន2គឺទី1គឺការវិតម្លៃបង្កប់នៅក្នុងមេរៀននៅពេលដែលយើងបរៀនផ្ទាល់ហើយទី2គឺការវិតម្លៃនៅពេលដែលប្រឡងលទ្ធផលពាក់ព័ន្ធលទ្ធផលប្រឡងរបស់សិស្សអញ្ចឹងឥឡូវយើងចូលទៅចំណុចទី3ធំគឺការសង្កេត observation អញ្ចឹងពាក់ព័ន្ធជាមួយការសង្កេតនេះដែរចំណុចនេះគឺយើងចង់និយាយថាគ្រូអាចប្រើប្រាស់ការសង្កេតដើម្បីវិតម្លៃការចូលរួមនិងការយល់ដឹងរបស់សិស្សអញ្ចឹងបានន័យថាយើងអាចសង្កេតទៅលើអីខ្លះក្នុងការសង្កេតនេះយើងអាចសង្កេតទៅលើអាកប្បកិរិយាជាទៅយើងអាចសង្កេតទៅលើអាកប្បកិរិយាបានន័យថាយើងអាចសង្កេតទៅមើលទឹកមុខរបស់គាត់យើងអាចសង្កេតទៅមើលកាយវិការនិងការភ្នែករបស់គាត់អីចឹងទៅអញ្ចឹងយើងអាចសង្កេតទៅលើចំណុចហ្នឹងបានថាគាត់មានទឹកមុខគាត់អាចមានចម្ងល់អីឬក៏គាត់ភ្នែកគាត់មើលអ្វីគាត់សង្កត់ធ្ងន់ទៅលើអ្វីគឺអានេះគឺជាការសង្កេតទៅលើអាកប្បកិរិយាអញ្ចឹងបានន័យថាមើលនៅពេលដែលយើងសង្កេតលើអាកប្បកិរិយាគឺនៅពេលដែលយើងពងបរៀនជាដើមហ្នឹងកាលណាគាត់មានអាកប្បកិរិយាធ្វើជាចម្ងល់ចំណុចណាមួយគាត់បញ្យល់ចំណុចណាមួយយើងអាចសង្កេតដោយមើលទៅគាត់បានយើងអាចជាក្នុងរៀនយើងជាគ្រូយើងអាចវាតម្លៃគាត់បានថាគាត់ប្រកាសជាមានកន្លែងឆ្ងល់ឬក៏មិនយល់ក្នុងចំណុចណាហើយអញ្ចឹងអានេះគឺជាចំណុចការសង្កេតគឺការសង្កេតទៅលើអាកប្បកិរិយាដោយគ្មានវិចារដោយមិនបាននិយាយទេហើយមួយទៀតគឺសញ្ញាជាសម្លេងហ្នឹងគឺជាចំណុចធំមួយដែលចង់និយាយអំពីការសង្កេតហ្នឹងគឺដូចជាទឹកដមសម្លេងការសង្កត់សម្លេងនិងការឈប់ផ្អាកដែលជួយបញ្ជាក់ពីទំនុកចិត្តឬភាពរីរែករបស់សិស្សអញ្ចឹងបានន័យថានៅពេលគាត់បញ្ចេញសម្លេងអីមួយឧទាហរណ៍ថាគាត់អានមេរៀនតែគាត់អានដោយមិនយល់ឧទាហរណ៍ចុះថាគាត់
an mê riêng nam với còn an tiếng mình vô tiếng ngật ngật ngố ban đây tha còn an từ mục từ cõi an đời phép sập chuôn ấy còn an ở đòi ca khoa tụm lục trận ban này còn an tàu đá bắt tay mình vô an tỉnh này chẳng ban này tha về khác có lực đã sầm lên vì kho pi clone clear kho pi việc sạc khan còn an tới cứ tiếng mình vô tiếng mình bán chập ở rom vô pi chỉ nói đại kia này dây là ngày chẳng ngờ xong nhom xong bị chop trong nói tí bay thôm nó nhom xong cho mà đo trong nói tí 4 คือแบบพอในมือนังกาปัจจัยกเตสู้สำนวนประกอบด้วยประสิทธิภาพจักจะnói tí 4 thôm ởแบบพอในมือจักเตสู้สำนวนประกอบด้วยประสิทธิภาพนั่นคือយើងត្រូវសង្កត់ធ្ងន់ទៅលើទី1មានភាពច្បាស់លាស់និងខ្លីខ្លឹមបាទមានភាពច្បាស់លាស់និងខ្លីខ្លឹមបានថាសួរចំគោលដៅសួរខ្លីសួរខ្លឹមបានថាយើងមិនចាំបាច់អូវឡាយវែងឆ្ងាយទេយើងសួរចំជាមួយនឹងមេរៀននឹងហើយខ្លឹមសារមេរៀននឹងហើយសួរតែសំណួរខ្លីហើយខ្លឹមទៅគាត់តែម្ដងហើយតប៉ុនទី2គឺស្របតាមគោលដៅមេរៀនបានថាមេរៀននិយាយអំពីកឬក៏រៀននិយាយមេរៀននឹងពាក់ព័ន្ធជាមួយនឹងជំនៈយើងមិនអាចទៅនិយាយផ្សេងអីក្រៅពីជំនៈទេយើងនិយាយអំពីសកខគអញ្ចឹងទៅអញ្ចឹងបានន័យថាយើងនិយាយសួរសំណួរបច្ចេកទេសសួរសំណួរគឺសួរចំមេរៀនដែលយើងពងបរៀននឹងទៅវាមានប្រសិទ្ធភាពសិស្សអាចចាប់បានអញ្ចឹងមួយទៀតគឺពាក់ព័ន្ធមួយចំណុចធំមួយទៀតពាក់ព័ន្ធជាមួយនឹងការផ្ដល់រយៈពេលនៃការរងចាំន័យថានៅពេលដែលយើងសួរសំណួរហើយយើងមិនអាចសុំចម្លើយពីគាត់ឬក៏សម្លុតគម្រាមគាត់ឲ្យគាត់ឆ្លើយសំណួរឲ្យយើងឬផ្ដល់ចម្លើយយើងបានភ្លាមទេយើងត្រូវឲ្យគាត់គិតបន្តិចសិនដល់រយៈពេលគាត់គិតបន្តិចសិនដើម្បីឲ្យគាត់បានពិចារណានៅហេតុផលឬក៏សំណួរដែលយើងបានសួរគាត់ហ្នឹងឲ្យគាត់គូក្បាលគាត់រៀបផ្លេចហើយអាចគាត់នៅពេលដែលគាត់អាចរៀបខ្លួនឃ្លារៀបពាក្យឬក៏នឹកឃើញឬក៏ចងចាំនៅចំណុចណាហើយគាត់អាចឆ្លើយជាមួយយើងបានឲ្យបានត្រឹមត្រូវឬក៏ភាពត្រឹមត្រូវកម្រិតណាយើងអាចឆ្លុះបញ្ចាំងតាមរយៈនឹងដែរហើយមួយទៀតយើងត្រូវជៀសវាងនៅសំណួរចម្លើយដែលឆ្លឹងឆ្លើយថាបាទឬក៏ចាស់អញ្ចឹងទៅបានតែជាចម្លើយលក្ខណៈថាខ្លីយើងគួរតែជៀសវាងយើងត្រូវចេះបង្កើតសំណួរណាដែលឲ្យគាត់អាចធ្វើការបកស្រាយឬក៏រៀបរាប់ឲ្យយើងវែងឡាយតិចដែរបើសិនតែយើងសួរសំណួររបៀបថាឲ្យគាត់បាទឬក៏ចាស់គាត់បានធ្វើការគិតធ្វើការសង្កេតឬក៏ធ្វើការវិភាគអីទេអញ្ចឹងធ្វើឲ្យសំណួរដែលយើងសួរទៅហ្នឹងហាក់ដូចជាពុំសូវមានប្រសិទ្ធភាពទេអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី4ធំនេះយើងចប់ប៉ុណ្ណឹងខ្ញុំសូមចូលទៅចំណុចទី5ដែលជាចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងការផ្ដល់មតិកែលម្អគឺពាក់ព័ន្ធនឹងការ feedback នឹងរបស់សិស្សហ្នឹងអញ្ចឹងពាក់ព័ន្ធមួយមតិកែលម្អដែលមានប្រសិទ្ធភាពគួរតែយើងឲ្យចំគោលដៅមិនផ្ដល់ព័ត៌មានភ្លាមអំពីវឌ្ឍនភាពទៅរកគោលដៅមេរៀនអញ្ចឹងការផ្ដល់មតិកែលម្អនេះគឺបានចំគោលដៅចង់និយាយថាគាត់ខុសចំណុចណាក៏យើងត្រូវប្រាប់ឲ្យចំគោលដៅចំណុចហ្នឹងហើយមួយទៀតគឺមានលក្ខណៈជាការតម្រង់ទិសបានន័យថាយើងអាចប្រាប់សិស្សជាការតម្រង់ទិសហ្នឹងគឺគាត់ខុសគាត់មិនសូវយល់ចំណុចណាក្នុងនាមយើងជាគ្រូបរិញ្ញាយើងអាចឲ្យគាត់យល់ជាការតម្រង់ទិសហ្នឹងបានន័យថាយើងប្រាប់ផ្លូវគាត់ថាបើគាត់ត្រូវទៅចំណុចអីគាត់ត្រូវឆ្លងកាត់អីខ្លះចំណុចដើម្បីដល់ចំណុច A បានគាត់ត្រូវឆ្លងកាត់កខគខអញ្ចឹងទៅបានអាចទៅដល់ចំណុច A អញ្ចឹងយើងតម្រង់ទិសគាត់យើងដៅឲ្យគាត់ហើយគាត់ដល់ដើម្បីដល់ចំណុច A គាត់ត្រូវធ្វើអីខ្លះអញ្ចឹងទៅអញ្ចឹងហើយអានេះជាពាក់ព័ន្ធជាមួយនឹងការតម្រង់ទិសហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការសរសើរគឺពាក់ព័ន្ធនឹងការសរសើរហ្នឹងគឺមានសារៈសំខាន់ណាស់តែពាក់ព័ន្ធមួយការសរសើរក៏យើងត្រូវសរសើរក្នុងលក្ខណៈភាពសាមញ្ញដែរយើងមិនអាចសរសើរក្នុងលក្ខណៈថាគាត់លេចធ្លោខ្លាំងពេកឬក៏សរសើរក្នុងលក្ខណៈបញ្ចើទេក្នុងការសរសើរយើងត្រូវមានលក្ខណៈសាមញ្ញស្មោះត្រង់ហើយផ្ដោតលើជំនាញឬការខិតខំប្រឹងប្រែងរបស់គាត់ផ្ទាល់មិនថាពេលដែលគាត់ខិតខំប្រឹងប្រែងយើងមានការលើកសរសើរគាត់ទៅគឺការសរសើរចំចំណុចរបស់គាត់ហ្នឹងឯងនេះគឺជាចំណុចល្អសម្រាប់
ពាក់ព័ន្ធជាមួយនឹងការសរសើរអញ្ចឹងគឺការសរសើរហ្នឹងក៏សរសើរចំគោលដៅដែលយើងមិនអាចសរសើរជាសរសើរផ្ដេសផ្ដាស់ពីនេះពីនោះសរសើរខុសឬក៏បញ្ចើធ្វើឲ្យគាត់មានអារម្មណ៍មិនល្អឬក៏ធ្វើឲ្យនៅពេលដែលយើងសរសើរខុសគោលដៅឬក៏សរសើរក្នុងន័យផ្សេងទៅធ្វើឲ្យពួកម៉ាក់ឬក៏មិត្តភ័ក្តិឬក៏អ្នកផ្សេងអីអ្នកអង្គុយក្បែរគាត់ហ្នឹងគឺទៅជាបង្អាប់គាត់ទៅវិញហ្នឹងគឺជាការផ្ដល់មតិកែលម្អហ្នឹងគឺក៏វាមិនមានប្រសិទ្ធភាពដែរទៅជាគាត់ខ្មាស់គេជាដើមអញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀនទី4នេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងលោកគ្រូអញ្ចឹងសូមអរគុណ